បាទអ្នកទាំងអស់គ្នាប្រហែលជាមានបញ្ហាថាពេលដែលយើងជប់រៀនយូរក៏ដូចជាយើងមិនអាចយកសភៅតាមខ្លួនបានទេអ្នកទាំងអស់គ្នាដូចជានៅសង្គមក៏មិនប្រកាសថាគេសរសេរអក្សរខ្មែរយើងត្រូវទាំងអស់ដែរចឹងដូច្នេះហើយដើម្បីដោះស្រាយនៅពាក្យពិបាកៗដូចជាពាក្យបាលីសំស្ក្រឹតនិងពាក្យដែលមានសញ្ញាច្រើនយើងអាច download នៅកម្មវិធីរបស់ខ្មែរយើងមួយដែលមានចំណងឈ្មោះថាវចនានុក្រមខ្មែររបស់សម្ដេចសំជួនណាតបាទនេះហើយបាទគឺជាកម្មវិធីនេះមួយបើសិនថាយើងអាចចង់សរសេរអក្សរមួយប៉ុន្តែយើងសរសេរចេញទេឧទាហរណ៍ថាពាក្យថាទូរស័ព្ទចឹងយើងស្គាល់ពីតួអក្សររបស់វាគឺទូរស័ព្ទចឹងយើងសរសេរមកទូរស័ព្ទគឺគេសរសេរជាមួយនឹងសាក់នឹងក៏ដូចជាអ្វីខ្លះណានេះទូរស័ព្ទយើងអាចចាំបានខ្លះគឺយើងភ្លេចខ្លះនៅtrongបន្ទុយជាមួយនឹងពាក្យសញ្ញារបស់វាអញ្ចឹងសរសេរទូរស័ព្ទមកនេះចឹងអ្នកគ្នាចឹងទូរស័ព្ទគឺវាចេញមកមួយជួរតែមួយនឹងពាក្យថាអក្សរតតួអក្សរតទូរស័ព្ទគេសេនេះទូរសេបែបនេះចឹងមួយចំនួនធំក៏ដូចជាក្មេងៗយើងដែលទៅចេញធ្វើការក៏ដូចជាមិនបានអានសៀវភៅក៏ដូចជាមើលក្នុងសង្គមវាច្រើនគឺសរសេរវាអក្សរកាត់ដូចទូរស័ព្ទសដែលស្អាតរបស់តហ្នឹងគឺជាអក្សរកាត់តែមិនអាចយកចេញបានវាមិនត្រូវចឹងបើយើងចូលរួមសរសេរបែបហ្នឹងរហូតទៅគឺវានឹងខុសរហូតដល់បាត់នៅតួអក្សរដើមដូចជាសញ្ញានិងសាក់ដើមរបស់វាអ្នកគ្នាចឹងមានតែប៉ុណ្្នឹងទេដើម្បីចែកលេខអ្នកគ្នាព្រោះថាវាជាកលិទីទូមែនតើអ្នកគ្នាតែយើងអាចនឹងភ្លេចអ្នកគ្នាវាច្រើនគឺអ្នកដែលឡើងតិចក៏ដូចជាខ្ញុំផ្ទាល់មានបានតាំងទី10ទេព្រោះឆ្នាំកូវីដអ្នកគ្នាអរគុណច្រើនជំរាបលា